ឥឡូវនេះដើម្បីជាបដិការៈពោលគឺសេចក្តីតបស្នងឆ្លងសទ្ធាដល់អស់លោកដែលជាម្ចាស់ប្រាំបុណ្យនោះអាត្មាគួរតែត្រូវបានលើកយកនិងចងក្រងនៅធម្មីកថាឯណានីមួយឲ្យវាមានលក្ខណៈសមស្របទៅតាមទម្រង់របស់បុណ្យមកជម្រាបចែកជូនដល់អស់លោកសាធុសប្បុរសទាំងឡាយដើម្បីទុកជាបុត្រនិទោសនិងទុកជាធម្មបណ្ណាការសម្រាប់ញាតិញោមបានត្រេះរិះពិចារណានិងបានបដិបត្តិនៅក្នុងលោកនេះផងនិងលោកខាងមុខផងធោសាទវយអសាទសប្បុរសទាំងឡាយនរជនប្រុសស្រីទាំងឡាយដែលបានកើតក្នុងចតុអោគាជានានៃលោកយើងនេះគេសង្កេតឃើញថាម្ចាស់ជីវិតទាំងឡាយហាក់បីដូចជាមានសេចក្តីត្រេកអររីករាយចំពោះការកើតហ្នឹងណាហាក់បីដូចជាកំពុងតែមានមោទនភាពជាមួយនឹងការកើតហ្នឹងណាអស់លោករហូតដល់សម័យបច្ចុប្បន្នកាលនេះគេបង្កើតទៅជាពិធីដើម្បីអបអរសាទរចំពោះកំណើតដែលយើងហៅថាពិធីខួបកំណើតនោះណាពុទ្ធបរិស័ទមានការអញ្ជើញភ្ញៀវកិត្តិយសមិត្តភ័ក្តិមរៈខ្លាដើម្បីមកជប់លៀងអបអរសាទរចំពោះកំណើតរហូតដល់គេប្រើជាភាសាបរទេសថា Happy Birthday អីអាម៉េចនោះណាក៏ប៉ុន្តែបើយើងក្រឡេកមើលពុទ្ធដីកាយើងឃើញថាព្រះអង្គសម្ដែងថាកំណើតនេះគឺជាសេចក្តីទុក្ខទៅវិញវិញឯពុទ្ធបរិស័ទយ៉ាងការបដិបត្តិការរស់នៅរបស់យើងការយល់ឃើញរបស់យើងបច្ចុប្បន្ននេះណាវាហាក់បីដូចជាផ្ទុយជាមួយនឹងពុទ្ធដីកាទៅវិញយើងធ្វើពិធីដើម្បីអបអរសាទរខួបកំណើតរឿងទាំងអស់នេះជារឿងមួយដែលបង្ហាញឲ្យឃើញថាយើងកំពុងតែមានមោទនភាពចំពោះការកើតក៏ប៉ុន្តែបើយើងក្រឡេកទៅមើលទ្រឹស្ដីនៃពុទ្ធសាសនាព្រះអង្គសម្ដែងថាកំណើតនេះគឺជាទុក្ខទៅវិញណាដែលវប្បធម៌នៃមគ្គធភាសាលោកហៅថាជាតិទុក្ខទុក្ខព្រោះការកើតទុក្ខព្រោះតែកំណើតនេះឯងអញ្ចឹងកំណើតហ្នឹងគឺជាសេចក្តីទុក្ខមួយនៅក្នុងចំណោមសេចក្តីទុក្ខទាំង12យ៉ាងផ្សេងទៀតនោះហើយទុក្ខទាំង12យ៉ាងហ្នឹងស្អីទៅដែលព្រះអង្គសម្ដែងថាកតថកតមាជាតិបិទុក្ខាចរិយបិទុក្ខាព្យាធិបិទុក្ខាមរណំបិទុក្ខាសោកបរទេវទុក្ខតោមនសបាយាសាបិទុក្ខាអបយេសម្បយោគោទុក្ខោបយេហេវបយោគោទុក្ខោយ៉ាំបច្ឆੰនលបតិតាមបិទុក្ខੰសង្ខេតេនបញ្ចុបាទានខន្ធាបិទុក្ខាភិក្ខវេមនីភិក្ខុទាំងឡាយកងទុក្ខដែលតថាគតសម្ដែងថារមែងបៀតបៀនសត្វដែលមិនចេះចប់មិនចេះហើយនោះតើមានអ្វីខ្លះទៅភិក្ខវេមនីភិក្ខុទាំងឡាយកងទុក្ខមាន13កងហើយកងទុក្ខទាំង13កងនោះស្អីទៅទី1ជាតិទុក្ខទី2ចរិយាទុក្ខទី3ព្យាធិទុក្ខទី4មរណទុក្ខទី5សោកទុក្ខណាទី6បរិទេវទុក្ខទី7តោមនសទុក្ខទី8ឧបាយសទុក្ខទី9អបយេហិសំទុក្ខទុក្ខទី10អបយេហិសម្បយោគទុក្ខទី11បយេហេវបយោគទុក្ខទី12យ៉ាំបច្ឆੰនលបតិទុក្ខទី13សង្ខេតេនបញ្ចុបាធានខន្ថទុក្ខអញ្ចឹងសេចក្តីទុក្ខទាំងអស់ហ្នឹងមាន13យ៉ាងនេះតែងតែមកបៀតបៀនរូបរាងកាយរបស់សត្វណាឥឡូវនេះអាត្មានឹងយកចំណុចនេះមកធ្វើជាធម្មបរិយាយបន្តិចទៅចុះដើម្បីឲ្យញាតិញោមទាំងឡាយនឹងបានជ្រាបក៏ប៉ុន្តែសេចក្តីទុក្ខហ្នឹងវាមានច្រើនណាស់រហូតដល់ទៅ13កងហ្នឹងហើយបើសំដែងតម្រាំទៅចប់ម៉ោង5មកបានចប់សំដែងដល់ម៉ោង5មានញាតិញោមណានឹងអង្គុយស្ដាប់ទេឥឡូវដើម្បីស្របទៅតាមពេលវេលាយោងទៅតាមពេលវេលាអាត្មានឹងយកសេចក្តីទុក្ខខ្លះជាក់ស្ដែងដូចជាសេចក្តីទុក្ខធំដែលតែងតែមកបៀតបៀនរូបរាងកាយយើងនេះណាសេចក្តីទុក្ខធំហ្នឹងស្អីទៅទី1គឺជាតិទុក្ខទុក្ខព្រោះការកើតទុក្ខព្រោះតែកំណើតដែលជាប្រធានបទនៃការទេសនាដែលអាត្មាកំពុងតែចង់ជម្រាបញាតិញោមក្នុងពេលនេះទី2ព្យាទី2ចរិយាទុក្ខទុក្ខព្រោះការចាស់ក្រំគ្រានៃរូបរាងកាយទី3ព្យាធិទុក្ខទុក្ខព្រោះតែជំងឺដែលមកបៀតបៀនរូបរាងកាយទី4មរណទុក្ខទុក្ខព្រោះតែការបែកធ្លាយក្រំគ្រាបែកធ្លាយនៅបញ្ចខណ្ឌនឹងឯងឥឡូវញាតិញោមមើលសេចក្តីទុក្ខទាំង4យ៉ាងនេះមានជាតិទុក្ខដែលតែងតែមកបៀតបៀនសត្វហើយវាមិនមែនត្រឹមតែចលាពុជ្ជកំណើតទេណាកំណើតទាំង4យ៉ាងមានតាំងពីសង្សេតជៈកំណើតអន្តជៈកំណើតឧបបត្តិកៈកំណើតឲ្យតែជាកំណើតគឺសុទ្ធតែមានសេចក្តីទុក្ខមកបៀតបៀនទាំងអស់ឥឡូវញាតិញោមមើលឥឡូវយើងនិយាយតែចលាពុជ្ជកំណើតយើងទៅចោះកំណើតរបស់សពសត្វ
កំណើតរបស់មនុស្សយើងណាញាតិញោមមើលតើមានសេចក្តីទុកនឹងវាមកបៀតបៀនអាម៉េចទៅនៅក្នុងពុទ្ធសាសនាយោងទៅតាមព្រះគម្ពីរព្រះអង្គបានសម្ដែងអំពីបឋមកំណើតរបស់មនុស្សដែលកើតនៅជាដុំកលលៈនោះពុទ្ធបរិស័ទហើយញាតិញោមស្គាល់ទេដុំកលលៈនោះគឺបឋមកំណើតរបស់មនុស្សព្រះអង្គសម្ដែងថាបឋមង្កលឡាំងហោតិកលឡាហោតិអំពុទាំងអីជាដើមពេលដែលសត្វចុះចាប់បរិសន្ធិដំបូងគឺនៅជាដុំកលលៈមានសភាពល្អិតមានសភាពតូចឆ្មាណាដែលអ្នកប្រាជ្ញលោកប្រៀបធៀបថាប្រៀបបីដូចជាប្រេងល្ងដែលជាប់នឹងចុងកន្ទុយនៃរោមចាមរីណាឬក៏លោកប្រៀបថាដូចជាសក់មួយសរសៃហើយពុះជា7ចម្រៀកហើយយកមួយចម្រៀកទៅចលក់នៅក្នុងប្រេងល្ងដែលវាដកជាប់នៅចុងសក់នោះមានទំហំប៉ុណ្ណាដុំកលលៈហ្នឹងគឺមានទំហំប៉ុណ្ណឹងនៅយើងទាំងអស់គ្នាដែលចុះចាប់បរិសន្ធិដំបូងគឺសុទ្ធតែនៅជាដុំកលលៈទាំងអស់នៅជាដុំកលលៈបាន7ថ្ងៃក៏ប្រែទៅជាអពុទៈណាមានន័យថាមានសភាពប្រែពណ៌ដូចជាទឹកដែលគេលាងសាច់នៅសភាពយ៉ាងនឹងបាន7ថ្ងៃទៀតក៏ប្រែទៅជាដុំសាច់ដែលមានសភាពទន់ដូចជាពងមាន់នៅក្នុងផ្ទៃមេមាន់ដូច្នោះដែរនៅសភាពយ៉ាងនឹងបាន7ថ្ងៃក៏បានคลายទៅជាបញ្ចសាខាមានដៃ2មានជើង2មានក្បាល1អីយ៉ាងទៅណាហើយក្រោយមកក៏វិវត្តដុសរោមដុសកញ្ចក់អីយ៉ាងទៅភោសាទវោអស់សាទសប្បុរសទាំងឡាយក្រោយអំពីវិវត្តទៅជាបញ្ចសាខាហើយនោះមានវិវត្តមានការដុសរោមដុសកញ្ចក់ហើយនោះព្រះលោកសម្ដែងថាក្នុងខណៈពេលហ្នឹងគឺសត្វហ្នឹងចាប់ផ្ដើមទទួលយកនៅសេចក្តីទុក្ខហើយទទួលយកនៅសេចក្តីទុក្ខឲ្យមកទៅឥឡូវញាតិញោមមើលទីរុនៅក្នុងផ្ទៃណាតាមគម្ពីរលោកសម្ដែងថាប្រៀបបីដូចជានៅក្នុងឋាននរុអញ្ចឹងដែរណាអង្គុយចោងហោងអោបចកាដូចសត្វស្វានៅក្នុងព្រៃអង្គុយលើតាគៀបឈើត្រូវមេឃភ្លៀងធ្លាក់មកអញ្ចឹងលោកព្រាធៀបអញ្ចឹងព្រោះហុំពាត់ដោយកាពះដោយសុកដោយពវៀនអត់អាចលាតដៃលាតជើងកើតទេបងសាត់ណាអង្គុយលើអាហារចាស់ក្បាលទូលអាហារថ្មីញោមស្គាល់អាហារថ្មីទេអាហារដែលម្ដាយទៅតែបរិភោគនឹងឯងក្បាលទូលអាហារថ្មីអង្គុយលើអាហារចាស់ហើយស្គាល់អាហារចាស់ទេអាចនោះហើយញាតិញោមមើលរស់នៅក្នុងសភាពបែបហ្នឹងអស់រយៈកាល9ខែ10ថ្ងៃតើជាសុខឬក៏ជាទុក្ខអាហ្នឹងអស់លោកពិចារណាឲ្យឆ្លើយខ្លួនឯងទៅចុះអាហ្នឹងទុក្ខរបៀបហ្នឹងគេហៅថាកែភៈកន្តកៈមូលកៈទុក្ខអាទុក្ខរបៀបហ្នឹងមួយទៀតបើសិនណាបើម្ដាយនឹងឯងដើរទៅផ្លាត់ដួលក្តីឬក៏ការប្រែប្រួលនៅអិរិយាបថទាំង4មានដេកដើរឈរអង្គុយអាហ្នឹងក៏បង្កនៅសេចក្តីទុក្ខដល់សត្វនៅក្នុងផ្ទៃដែរអាហ្នឹងសតតែជាសេចក្តីទុក្ខពេលខ្លះទេរុនឹងឯងដេកទៅតឹងសម្រាលមិនចេញអាហ្នឹងទេរុនៅក្នុងផ្ទៃក៏មានសេចក្តីទុក្ខជាពុនពេកប្រមាណដែរពេលដែលកំពុងប្រសូតណានៅក្នុងគម្ពីរអ្នកប្រាជ្ញលោកថាប្រៀបបីដូចជាធ្លាក់ទៅលើជ្រោះជ្រៅអញ្ចឹងពេលដែលប្រសូតមកហ្នឹងណាទេរុហ្នឹងក៏មានការតក់ស្លុតទទួលយកនៅសេចក្តីទុក្ខច្រើនឥតឧបមាក្រោយពេលដែលបានកើតមកហើយត្រូវគេចាប់លាងជំរះលាងមន្ទិលសាច់នឹងផ្សាបីដូចជាគេចាក់នឹងមកជុលដូចជាមុខកំបិតដែលគេឆោតអញ្ចឹងអាហ្នឹងញាតិញោមមើលអាហ្នឹងសុទ្ធតែជាសេចក្តីទុក្ខទាំងអស់ប៉ុន្តែយើងរាល់ថ្ងៃមិនយល់អញ្ចឹងទេណាយើងយល់រាល់ថ្ងៃសិតយើងយល់រាល់ថ្ងៃបែរជាយល់ថាកំណើតហ្នឹងជាសេចក្តីសប្បាយរីករាយទៅវិញទេអាហ្នឹងជាតែទុក្ខហើយក្រោយមកក៏ទទួលបាបកម្មអីផ្សេងពេលខ្លះត្រូវលួចឆក់ប្លន់គេចាប់គេវាយគេដំធាក់សពគ្រប់បែបយ៉ាងអាហ្នឹងសុទ្ធតែជាសេចក្តីទុក្ខទាំងអស់អាហ្នឹងហើយគឺជាតែទុក្ខហើយជាតែទុក្ខនេះណាអស់លោកគឺជាអធិបតីទុក្ខគឺជាមេនៃសេចក្តីទុក្ខដោយសារតែមានជាតិតែទុក្ខហ្នឹងហើយបានចរិយាទុក្ខក៏វាមានព្យាធិទុក្ខក៏វាមានមរណៈទុក្ខក៏វាមានដោយសារតែមានជាតិតែទុក្ខហ្នឹងជាហេតុបើវាអត់មានការកើតតើវាបានការចាស់នឹងមកពីណាបើវាអត់មានការកើតតើវាបានការឈឺនឹងមកពីណាបើវាអត់មានការកើតតើបានសេចក្តីស្លាប់មកពីណា
Yang ceria có đòi chia thị có đòi mẹ ra nạ cứ xịt đây slap nó về cả miếng proof tại miếng ca nó cứ chả hẹt giải ban phong sầm đây thà chia tẩy túc ca rứa có cổng nát nâng ánh cứ chia xịt đây tục nó chia tẩy tục chia ceria tục tục proof tại ca cha crom creator này khăn ca cha crom creator này khăn là mai tới ô tỏ thà bây ceria về châu mà đo sọ nó có về chập pram phải po khmai tới chỉ so phần đây để thọp tới chắp bát tới chỉ sờ vang phần thminh của prai tới chỉ bạc tới chia của prai tới chỉ sập lên lưới giống đó một bộ giáp nó nói chia sẻ cái đây tục là bò sát nó chỉ riêng tục chia thị tục pro tay chủng ngư một biết biên rụp riêng cái đấy nó ao lốc sao tới thọp ban chụp chiếp sao tới thọp ban chlong cắt ấy mà mình chăm ba chủng riêng ấy tràn về đấy đó chủng ngư đồng cắt ta vừa một biết biên rụp riêng cái đấy một biết biên ở sạt nó mình miên nơi xịt đây sọc bàn đây tôi bây chủng ngư tách tôi cái rồi chư ba vơ một cái luôn ấy nó có mình miên xịt đây sọc đài sọc ta chia xịt đây túc tiền mẹ ra nạ túc pru tại ca bắt bong tư túc pru tại ca bay thi nửa banh chả khăn sọc ta chia xịt đây túc tiền dân sở rộng mà với chỉ vật dương nha cái oi pe để ban cao một hỏi tay để chụp và tia nơi xịt đây tục cướp kia tầng nhiệt nhôm có đôi tầng ma có đôi tay để chụp tay để và tia nơi xịt đây tục nhằng miên sát na ai kích phốt ổng pi xịt đây tục tầng buôn giang đôi để thoa ban chủng riêng tầng bánh mày đấy đó con bảo giáp bây giờ sầm đai màu đó mẹ đó bà cao một cung để xịt đây tục tại bạch thuê đây rồi có mấy thọ đây đàm bay chỉ ca chloi top chỉ môi nâng chỉ vứt đại ca mọc hai tay từ miền sạch đây tục đấy nè vậy đây chỉ ca chloi top cứ ca bằng ca nơi ao chỉ vứt đòi ca bằng pin bôn của sò đòi ca bằng pin sạch đây là o sen nó nói chỉ ca chloi top chỉ môi nâng chỉ vứt đây và ca máu này mẹ đấy ca máu công từ miền tục ở đấy bạch với ở đây nè đàm bay chloi top chỉ môi nâng ca luôn nấy nhưng khát không phư bôn phư của sò đó pro ca phư bôn phư của sò đấy về miền ắt thập phải giáo về miền khâm xa về miền sạ khâm xa ao tới chia chỉ vứt đây về miền ấy ao tới chia ở đông mà chỉ vứt đó bộ tam bộ tờ mía kia tam thứ xây này bộ tờ xa xa cana bởi dương ọt ban thưa xịt đây là o cana bởi dương ọt ban bằng pin bôn của sao ấy thế anh phải lộc thao ru nơi con tại đôi chỉ snob đã chỉ sọp con ở một bộ giặt miền này thao về con tại miền cho đằng ham tranh châu đó nè về miền con tại miền cho đằng ham tranh châu tập bản đây ti bầm phốtระยะการได้รู้ในเลือพบแทนได้นี่80 nămก็ลองพอดตื่100 nămก็ลองพอดตื่อดบานធ្វើสิได้ល្អទាំងអស់អត់បានបំពេញអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងផងអត់បានបំពេញអ្វីដែលជាប្រយោជន៍សម្រាប់សង្គមគ្រួសារផងក៏ដូចជាសង្គមប្រទេសជាតិផងហ្នឹងហើយយ៉ាងបានពពុទ្ធលោកតែងតែអប់រំតែងតែព្រៀនបដៅឲ្យយើងទាំងអស់គ្នានឹងឯងមានការធ្វើបុណ្យធ្វើកុសលដើម្បីអភិវឌ្ឍជីវិតឲ្យទៅជាឧត្តមជីវិតពីព្រោះការបំពេញបុណ្យកុសលនេះវាជាមរតកបន្សល់ទុកក្រោយពេលដែលយើងស្លាប់ទៅពីព្រោះថាជីវិតនៃសពសត្វនិកទាំងឡាយដែលបានកើតក្នុងលោកសិនវាយើងនេះក្រោយអំពីស្លាប់ទៅយើងវាអត់បានដឹងថាយើងទៅកើតនៅកន្លែងណាទេបងសាត់ណាហើយមានញាតិញោមដឹងថាខ្លួនឯងស្លាប់ទៅកើតនៅឯណាទេអត់ដឹងទេអកតេនិមិត្តដំណើរជីវិតក្រោយពេលដែលស្លាប់ទៅវាអត់មានពីណាដឹងដោយហើយទៅសូម្បីតែការបង្កើតបុណ្យតក្កេណានុបទានក្នុងថ្ងៃនេះដោយសារយើងវាអត់ដឹងណាយើងវាដឹងថាញោមឧបាសកទាយុមុតរាហ្នឹងគាត់ស្លាប់ទៅគាត់ទៅកើតនៅកន្លែងណាទេទាំងញោមក៏ដោយទាំងណាក៏ដោយគ្មានពីណាដឹងទេដោយសារតែវាដឹងហ្នឹងហើយពុទ្ធបរិស័ទយើងវាចេះតែខែងរអាបើគាត់បានទៅកើតក្នុងសុគតិសួគ៌ទេវលោកអីអាហ្នឹងយើងមិនសូវភ័យប្រមាណទេណាពុទ្ធបរិស័ទប៉ុន្តែលោកគាត់ភ្លៀងភ្លាត់សតិឯណានេះមួយទៅកើតក្នុងទីទាបពំរៀបស្មើមានឋាននរកមានប្រែតមានដេរឆានអីជាដើមយើងសង្ឃឹមថាបុណ្យតក្កេណានុបទានក្នុងពេលនេះនឹងអាចជួយយឹតយងសណ្ដងវិបាកគឺវិញ្ញាណពលឹងនៃទាយុមុតរានឹងឲ្យរួចចាក់ទីទៅថោកទៀតនឹងយ៉ាងទៅឥឡូវអាត្មាគួរតែជម្រាបអំពីបុណ្យតក្កេណានុបទាននឹងតិចទៅចុះដើម្បីជាការឆ្លើយតបជាមួយអស់លោកនៃអ្នកប្រាំបុណ្យណាហើយតក្កេណានុបទាននេះអាត្មាមិនជម្រាបអីច្រើនពេកទេដោយសារតែញាតិញោមធ្លាប់បានស្ដាប់នឹងច្រើនខែមកហើយ
ហើយតាមលឺតំណែងមកហ្នឹងអាត្មាហ្នឹងសំដែងធម៌ចុងក្រោយគេហ្នឹងសំដែងធម៌រៀងលេខរៀងទី4ហ្នឹងណាថ្ងៃទី1ហ្នឹងមានព្រះអង្គគ្រូសរណាភិរៈកញ្ញាទូចសុកនេហើយថ្ងៃទី2មានព្រះអង្គគ្រូមឿនបុរិនហើយថ្ងៃទី3ដូចព្រះអង្គគ្រូអគ្គសុមនោអ៊ុនសំណាងអាត្មាចុងក្រោយគេហ្នឹងហើយដូច្នេះញាតិញោមតេកេណានុបទាននេះអស់លោកប្រកាសជាបានជ្រួតជាខ្លះហើយដែរហើយតេកេណានុបទាននេះញាតិញោមមិនមែនស្ដាប់ទៅតែបុណ្យហ្នឹងទេពុទ្ធបរិស័ទញាតិញោមខ្លះហ្នឹងស្ដាប់ធម៌តាំងពីអាត្មាមិនទាន់កើតនោះឲ្យតែមានអ្នកស្លាប់ដឹងតែមានតេកេណានុបទានណាអញ្ចឹងមានអ្នកស្លាប់តែ100នាក់តេកេណានុបទាន100ខែដែរយ៉ាងញាតិញោមខ្លះប្រកាសជាបានជ្រួតជាខ្លះហើយក៏ប៉ុន្តែជាការឆ្លើយតបអាត្មាជំរាបបន្តិចទៅចុះតាក់ទងអំពីបុណ្យតេកេណានុបទាននេះជាបុណ្យមួយបែបដែលយើងធ្វើទៅហើយអត់ទិសទៅឲ្យអ្នកស្លាប់ពីព្រោះវត្ថុបំណងនៃការធ្វើបុណ្យតេកេណានុបទានក្នុងថ្ងៃនេះដើម្បីឧទ្ទិសកុសលជូនទៅដល់អ្នកស្លាប់ក៏ប៉ុន្តែតេកេណានុបទាននឹងវាច្រើនរងច្រើនគ្នាហើយណាពុទ្ធបរិស័ទក្រោយអំពីកម្មវិធីបុណ្យត្រូវបានបញ្ចប់អ្នកដែលស្លាប់នោះដូចជាមិនដែលបានមកផ្ដល់ដំណឹងថាប៉ុននេះដល់ប៉ុននេះមិនដល់ដូចជាមិនដែលឃើញមកប្រាប់ទេណាពុទ្ធបរិស័ទអានិមិត្តវត្ថុនៃការបាត់ដំណឹងនឹងហើយដែលធ្វើឲ្យយើងទាំងអស់គ្នាចេះតែមានកាំងខាពលគឺសេចក្តីសង្ស័យថាវាមិនដឹងជាបុណ្យតេកេណានុបទានដែលធ្វើទៅហើយវាបានដល់អ្នកស្លាប់ដែរឬក៏អត់ពីព្រោះអ្នកស្លាប់មិនដែលបានមកប្រាប់ផងឥឡូវអាត្មានឹងជម្រាបអំពីសារៈប្រយោជន៍នៃការធ្វើតេកេណានុបទាននឹងតិចទៅចុះដើម្បីឲ្យញាតិញោមទាំងឡាយនឹងបានជ្រាបពោសាទវយអសាទស័ព្ទបរោះទាំងឡាយជាការពិតណាស់តេកេណានុបទានដែលយើងធ្វើទៅហើយដើម្បីឲ្យបានសម្រេចទៅដល់អ្នកស្លាប់បន្តទៅតេកេណានុបទាននោះប្រកបទៅដោយអង្គទាំងឡាយ3ប្រការហើយអង្គទាំងឡាយ3ប្រការនឹងស្អីទៅទី1បេតានังអត្តនោអនុមោទនេអ្នកបានន័យថាអ្នកដែលស្លាប់នោះគឺជាអ្នកបានដឹងជាអ្នកបានឮថាថ្ងៃនេះសាច់ញាតិកូនចៅរបស់គាត់នឹងបានធ្វើបុណ្យឲ្យទោះបីជាថាវិបាកវិញ្ញាណពលឹងរបស់គាត់នៅកន្លែងណាឆ្ងាយឬក៏នៅបញ្ញបវេសនដ្ឋាននេះក្តីមិនសំខាន់ទេសំខាន់ជាអ្នកបានដឹងជាអ្នកបានឮថាថ្ងៃនេះសាច់ញាតិរបស់គាត់នឹងបានធ្វើបុណ្យឲ្យអានឹងអង្គទី1ក៏ប៉ុន្តែសំណួរសួរថាតើធ្វើយ៉ាងម៉េចបានអ្នកស្លាប់នឹងគាត់ដឹងបានអ្នកស្លាប់នឹងគាត់ឮទី2ទីជាការហ្នឹងអតិសេអ្នកបានន័យថាយើងអ្នកធ្វើបុណ្យយើងត្រូវអត់ទិសណាហើយអត់ទិសនោះអត់ទិសដោយផ្ទាល់ទេណាដែលបុរាណលោកថាម៉េចបុរាណលោកថាបើស្ដាប់ឲ្យស្ដាប់ផ្ទាល់តិចហើយបើឃើញឲ្យឃើញផ្ទាល់ភ្នែកហើយបើអត់ទិសឲ្យអត់ទិសផ្ទាល់មាត់អីហ៎ពុទ្ធបរិស័ទពីព្រោះនៅក្នុងតេកេណាវិភាំងកសោតឃើញមានសម្ដែងថាបើក្រៅអំពីម្ចាស់ប្រើបុណ្យអ្នកណាក៏គ្មានសមត្ថភាពក្នុងការអត់ទិសឲ្យដល់អ្នកស្លាប់ដែរវាមានតែញោមម្ចាស់ប្រើបុណ្យនឹងឯងទើបមានសមត្ថភាពដើម្បីអត់ទិសទៅឲ្យអ្នកស្លាប់យ៉ាងទី2ត្រូវអត់ទិសដល់ទី3តេកេណយសម្បទាឬក៏សង្ឃយាមេសបតតិតាជាទានដែលធ្វើជាមួយអ្នកមានសិលបើខាងកុហកបានទៅដល់ឧបាសកបានទៅដល់ឧបាសិកាបើខាងបព្វជិតបានទៅដល់អ្នកបួសមានភិក្ខុមានសាមណេរអីជាដើមដូច្នេះតេកេណានុបទានដែលធ្វើប្រកបទៅដោយអង្គទាំងឡាយ3ប្រការនេះអានឹងញាតិញោមកុំសង្ស័យតែបានដល់ឬក៏មិនដល់ណាប្រកាសជាបានសម្រេចទៅដល់អ្នកស្លាប់ហើយក៏ប៉ុន្តែនៅក្នុងតេកេណាវិភាំងកសោតឃើញមានសម្ដែងថាភាគរយដែលបានទៅដល់អ្នកស្លាប់ហ្នឹងវាតិចណាវាតិចយ៉ាងម៉េចទៅតេកេណានុបទានដែលអាចសម្រេចទៅដល់អ្នកស្លាប់វាតលតែអ្នកស្លាប់នោះទៅកើតនៅកន្លែងណាដែលអត់មានអាហារឥឡូវញាតិញោមមើលនៅក្នុងកាមភូមិទាំង11ជាន់ហើយយើងនិយាយកាមភូមិទាំង11ជាន់ណារូបប្រភពអរូបប្រភពអីមិនបាច់និយាយព្រោះស្រុកនោះគេអត់ត្រូវការអាហារទេកាមភូមិទាំង11ជាន់នៅក្រោមមនុស្សមាននរកប្រែតដេរឆានអសុរកាយនៅលើមនុស្សមាន6ដែលយើងហៅថាឆកាមាវចរៈភូមិនោះមានចាតមហារាជការតាវតង្សាយាមាតសិតានមានរតីបរណមិតវសវតីក្រមមនុស្ស4លើមនុស្ស6វា10បូកនឹងស្រុកមនុស្សយើងមកស្រុកទៀតវា11ស្រុក11ភូមិផោសាទវយអសាទស័ព្ទបរោះទាំងឡាយនៅក្នុងកាមភូមិទាំង11ជាន់នេះយើងឃើញថាមានតែមកកន្លែងទេណាដែលអត់មានអាហារក្រៅពីនឹងសុទ្ធតែមានអាហារទាំងអស់
ឆោកាមាវចរៈភូមិក៏ក៏មានអាហាររបស់គេមនុស្សក៏មានអាហាររបស់គេអញ្ចឹងមានតែមកកន្លែងទេដែលអត់មានអាហារគឺពេទ្យភូមិណាដែលយើងហៅថាកន្លែងប្រែតហ្នឹងបាទមានតែមកកន្លែងហ្នឹងទេដែលអត់មានអាហារនោះក្រៅពីហ្នឹងសុទ្ធតែមានអាហារទាំងអស់អញ្ចឹងតក្កេណានុបទានឧទាហរណ៍ថាបើអ្នកស្លាប់ទៅកើតនៅក្នុងឆោកាមាវចរៈភូមិមានឋានសួគ៌ទាំង6ជាន់នេះតក្កេណានុបទានដែលធ្វើក្នុងថ្ងៃនេះក៏ទៅមិនដល់ដែរព្រោះទេប្រាក៏គេមានអាហាររបស់គេដែរឧទាហរណ៍ថាបើអ្នកស្លាប់ទៅកើតជាមនុស្សអញ្ចឹងតក្កេណានុបទានក្នុងថ្ងៃនេះក៏ទៅមិនដល់ដែរព្រោះមនុស្សក៏គេមានអាហាររបស់គេដែរឧទាហរណ៍ថាបើអ្នកស្លាប់គាត់ទៅកើតនៅក្នុងនរកតក្កេណានុបទានក្នុងថ្ងៃនេះក៏អត់ទៅមិនដល់ដែរព្រោះនរកក៏គេមានអាហាររបស់គេដែរគឺកម្មអញ្ចឹងវាតតែអ្នកស្លាប់ទៅកើតនៅកន្លែងណាដែលអត់មានអាហារគឺប្រែតនឹងឯងពីព្រោះប្រែតនឹងអត់មានអាហារទេបើសិនបើយើងសិក្សាទៅតាមទ្រឹស្ដីនៃពុទ្ធសាសនាណាបងបានសម្ដែងបរិយាយនៅក្នុងតេរកតសោតថាកន្លែងនោះវាអត់មានការងារវាអត់មានស្រែចម្ការធ្វើឲ្យដូចស្រុកមនុស្សយើងហ្នឹងទេណាអ្នកហេតតកសីអធិអាការសាគោកសិកម្មគឺការធ្វើស្រែចម្ការហ្នឹងក៏វាអត់មានដែរគោរខេថនវិជ្ជតិអាការសាគោហ្នឹងក៏វាអត់មាននៅក្នុងស្រុកនោះដែរវៈនិច្ជាតាតិស័យណដ្ឋិបនិច្ចកម្មគឺការធ្វើចំនួនលក់ចេញទិញចូលអីហ្នឹងក៏វាអត់មាននៅក្នុងស្រុកនោះដែរឥឡូវយើងធ្វើការងារក៏វាអត់មានទៅចោះអាធ្វើចំនួនបនិច្ចកម្មក៏វាអត់មានទៅចោះឲ្យតែវាមានលុយចាយក៏អត់មានទៅទៀតហិរញ្ញេអ្នកកាយាកយ៉ាងអត់មានការលក់ទិញផ្លាស់ប្ដូរទៅដោយប្រៃដូចស្រុកមនុស្សយើងនឹងទេណាឥឡូវសំណួរសួរថាបើការងារក៏អត់មានបើការធ្វើចំនួនក៏អត់មានបើការធ្វើបើលុយចាយក៏អត់មានសំណួរសួរថាតើពពួកប្រែតទាំងអស់នោះអាចញ៉ាំងជីវិតរបស់ខ្លួនឲ្យរស់នៅដូចម្តេចបាននៅក្នុងតេរកតសោតដដែលឃើញមានសម្ដែងថាអាយញ្ចកោតក្កេណាតនីសង្ឃហមេសបតតិតាទីខរតង្កេតាយស្ថានសោឧបកបតិណាចាក់មែនពិតតក្កេណារីតក្កេណាអាយ៉ាងខោនេះឯងទនីដែលបុគ្គលបានឲ្យហើយសុបតតិតាដែលតម្កល់ទុកហើយសង្ឃហមហិក្នុងសង្ឃណាឧបកបតិតែងសម្រាប់ឋានសោដោយរុះរាន់ហេតាយៈដើម្បីជាប្រយោជន៍អសបេតចនៈសៈដល់បេតជននោះទីខរតាំងអស់កាលជាងវែងយ៉ាងពពុបេតជនទាំងអស់នោះអាចរស់នៅបានអាស្រ័យទៅដោយតក្កេណានុបទានដែលស្រុកមនុស្សយើងគេបញ្ជូនទៅឲ្យយ៉ាងហើយបានយើងទាំងអស់គ្នាអស់លោកដីអ្នកប្រើបុណ្យលះបង់ទាំងពេលវេលាចេញចាយចំណាយធនធានទ្រព្យសម្បត្តិធ្វើតក្កេណានុបទានក្នុងថ្ងៃនេះយើងគ្រាន់តែប្រកាសទុកទេបើទាយុមុតរាគាត់ស្លាប់ទៅគាត់កើតនៅក្នុងសុគតិសួគ៌ទេវលោកអាហ្នឹងយើងមិនសូវភ័យទេប៉ុន្តែយើងប្រកាសទុកឲ្យលោកគាត់ទៅកើតកន្លែងនោះមែនណាយើងសង្ឃឹមថាតក្កេណានុបទាននេះនឹងអាចសម្រេចអញ្ចឹងទៅចោះហើយតក្កេណានុបទានដែលអាចសម្រេចវាតទៅប្រកបដោយអង្គ3ដូចដែលអាត្មាបានជម្រាបខាងដើមមិញហ្នឹងកាលណាបើធ្វើប្រកបទៅដោយអង្គ3ហើយនោះញាតិញោមកុំសង្ស័យតែបានដល់ឬក៏មិនបានដល់ណាឲ្យតែប្រកបដោយអង្គ3ហើយនោះប្រកាសជាបានសម្រេចទៅដល់អ្នកស្លាប់ពុំខានឡើយញាតិញោមអនុមោទនា